Breaking News ប្រទេសអ៊ីរ៉ង់បានយល់ព្រមលើការបើកច្រកសមុទ្រហូម៉ូសឡើងវិញដោយពេញលេញភ្លាមៗនិងដោយសុវត្ថិភាពយោងតាមកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif និងសេនាប្រមុខ Asim Munir នៃប្រទេសប៉ាគីស្ថានពួកគាត់បានស្នើសុំឲ្យខ្ញុំផ្អាកការប្រើប្រាស់កម្លាំងបំផ្លិចបំផ្លាញដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់នៅយប់នេះនិងដោយយោងទៅលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលបានយល់ព្រមលើការបើកច្រកសមុទ្រហូម៉ូសឡើងវិញដោយពេញលេញភ្លាមៗនិងដោយសុវត្ថិភាពខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកនិងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល2សប្តាហ៍នេះនឹងក្លាយជាបទឈប់បាញ់ទ្វេភាគីមូលហេតុដែលធ្វើបែបនេះគឺដោយសារតែយើងបានសម្រេចលើសពីគោលដៅយោធាទាំងអស់រួចហើយយើងកំពុងឈានទៅមុខយ៉ាងខ្លាំងជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់មួយទាក់ទងនឹងសន្តិភាពយូរអង្វែងជាមួយអ៊ីរ៉ង់និងសន្តិភាពក្នុងមជ្ឈិមបូព៌ាយើងបានទទួលសំណើចំនួន10ចំណុចពីអ៊ីរ៉ង់ហើយយើងជឿជាក់ថាវាគឺជាមូលដ្ឋានដែលអាចយកមកធ្វើការចរចាបានចំណុចចំនួនកាលពីមុនស្ទើរតែទាំងអស់ត្រូវបានព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែរយៈពេល2សប្តាហ៍នឹងអនុញ្ញាតឲ្យកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ជាស្ថាពរក្នុងនាមសហរដ្ឋអាមេរិកក្នុងនាមជាប្រធានាធិបតីនិងតំណាងឲ្យប្រទេសក្នុងមជ្ឈិមបូព៌ាវាគឺជាកិត្តិយសមួយដែលបញ្ហាយូរអង្វែងនេះឈានដល់ការដោះស្រាយសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះប្រធានាធិបតី Donald J. Trump